เป็นมิตรภาพกัมพูชีចិនមេគង្គក្រចេះនឹងបន្តបើកឲ្យឆ្លងកាត់រហូតដល់ថ្ងៃទី1ខែតុលាឆ្នាំ2025ដោយសារទឹកទន្លេបន្តហក់ឡើងនិងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្រោយថ្ងៃទី1ខែតុលាក្រុមការងារការដ្ឋានស្ថាបនាស្ពាននិងបិទចរាចរណ៍ដើម្បីបន្តការងារបន្តបន្សំចុងក្រោយដូចជាការងារអូតកាស៊ូ AC ការងារគូសគំនូរចរាចរណ៍ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍និងការងារភ្លើងបំភ្លឺស្ពានជាដើមមកទល់ពេលនេះស្ពានមិត្តភាពកម្ពុជាចិនមេគង្គក្រចេះសម្រាប់ការសាងសង់ស្ទើរ 100% ហើយខណៈដែលគម្រោងទាំងមូលរួមមានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាចិនមេគង្គក្រចេះនិងផ្លូវតភ្ជាប់សម្រាប់វឌ្ឍនភាពជារួម 87.25% គូបញ្ជាក់ថាស្ពានមិត្តភាពកម្ពុជាចិនមេគង្គក្រចេះមានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលូឃុំបុកលាវស្រុកចិត្តបុរីនិងត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរៀបឃុំព្រែកប្រសពស្រុកព្រែកប្រសពមានមុខកាត់ទទឹងជាង 13 ម៉ែត្រមានកន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន 2 កន្លងទៅមកកន្លងផ្លូវសម្រាប់តូចក្រយានចំនួន 2 កន្លងទៅមកនិងផ្លូវថ្មើរជើងចំនួន 2 កន្លងទៅមកប្រវែង 1 ម៉ែត្រនិងបង្កាន់ដៃស្ពានសងខាងចំណែកផ្លូវតភ្ជាប់ប្រវែងជាង 32 គីឡូម៉ែត្ររួមមានផ្លូវតភ្ជាប់ពីក្បាលស្ពានប្រវែងជាង 15 គីឡូម៉ែត្រនិងផ្លូវខ្នែងចំនួន 4 ខ្សែនៅក្នុងក្រុងក្រចេះមានប្រវែងចំនួន 16 គីឡូម៉ែត្រខ្សែផ្លូវទាំងនេះសាងសង់ពង្រីកនិងលើកកម្រិតគុណភាពដោយក្រាបបេតុងកៅស៊ូ AC កម្រាស់ 7 សង់ទីម៉ែត្រដូចគ្នាក្នុងនោះកំណាត់ផ្លូវ 4 ខ្សែប្រវែងជិត 20 គីឡូម៉ែត្រស្ថាបនាពង្រីកទទឹងចាប់ពី 9 ម៉ែត្ររហូតដល់ 13 ម៉ែត្រលើតួផ្លូវចាប់ពី 11 ម៉ែត្ររហូតដល់ជិត 20 ម៉ែត្រនិងកំណាត់ផ្លូវមួយខ្សែប្រវែងជាង 5 គីឡូម៉ែត្រពង្រីកទទឹង 19 ម៉ែត្រលើផ្លូវតួ 30 ម៉ែត្រដោយពុះទ្រុងផ្លូវនៅចំកណ្ដាលធ្វើសួនរុក្ខជាតិបៃតងប្រវែង 4 ម៉ែត្រផងដែរ